អូខេបងអូខេអញ្ចឹងដើម្បី activate Office បានបងចុច key window ជាមួយអក្សរ X បាទតមកបងឃើញផ្ទាំងមួយនេះបងសុំយកពាក្យថា PowerShell បាទ Windows PowerShell ហើយកន្ទុយ admin បងណាបាទតមកបងយក yes បាទហើយបងឃើញផ្ទាំងមួយនេះបងសុំវាយ comment ចូលហើយ comment នោះនេះបងអានេះដោយសារខ្ញុំមានឲ្យស្រាប់បាទខ្ញុំសរសេរឲ្យស្រាប់ខ្ញុំ copy តែម្ដងបងខ្ញុំ copy បាទអញ្ចឹងបងសរសេរចូលក៏បានបង copy ក៏បានបាទអញ្ចឹងខ្ញុំផាសចូលមកនេះបងតមកយើងចុច enter មួយពងបាទមួយពងបងចាំមួយផ្លែតបាទវាធ្វើការ download file មកឲ្យបង activate បាទចាំបន្តិចបងណាឲ្យវា load ឲ្យចប់សិននេះបងវា load មកហើយបាទអញ្ចឹងដើម្បី activate បងវាមាននេះបាទវាមានលេខឲ្យយើងមើលអញ្ចឹងបងយកលេខ5មកបាទលេខ5ហ៎បងបាទលេខ5យើងចុច key លេខ5នៅនេះមកបាទបាច់បាទចុចបាច់មកវាចេញអញ្ចឹងបងណាចេញអញ្ចឹងវាឲ្យយើងរើសទៀតអញ្ចឹងយើង activate Windows ឬក៏ Office បាទមាន2ខាងលើហ្នឹងបងលេខ1លេខ2អញ្ចឹងយើងថាយើង activate Office អញ្ចឹងយើងចុចលេខ2បាទលេខ2បងណាអូខេតមកបងរងចាំមួយផ្លែតឲ្យវាដំណើរការអូខេអញ្ចឹងបងចាំរហូតតតែវាចេញពាក្យថា press any key នេះហ៎បងបាទបងឃើញពាក្យហ្នឹងឯងបាទអញ្ចឹងមានន័យថាជោគជ័យហើយអ្នកបងឃើញទាំងពណ៌បៃតងនេះវាដាក់ successful ហើយបាទអញ្ចឹងយើងប្រើបាន180ថ្ងៃទៀតបាទអញ្ចឹងជោគជ័យយើងចុចខ្វែងបិទមកណាបងណាបាទតែប៉ុណ្ណឹងបងប្រើបានធម្មតាហើយ Office របស់បងបាទយើងបើកប្រើធម្មតាបាទអរគុណជម្រាបលា